អ្នកប្រដាល់គុណខ្មែររិគីក្លឹមខ្មៅមកពីក្លឹបខ្លារខិនមានរិទ្ធនៅក្នុងសប្តាហ៍នេះរូបគេនឹងឡើងមកស្វាគមន៍កីឡាករសាយតាំរួតអ្នកឆ្លងដែនមកពីប្រទេសថៃដែលប្រកួតក្នុងប្រភេទទម្ងន់67គីឡូក្រាមមុនការប្រកួតមកដល់នាថ្ងៃសៅរ៍ក្លឹមខ្មៅបានដឹងថាខ្លួនបានធ្វើការវឹកហាត់ពេញនិងត្រៀមស្នៀតប្រយុទ្ធរួមទាំងកម្លាំងបានរួចជាស្រេចសម្រាប់ការប៉ះគ្នាជាមួយនឹងកីឡាករសាយតាំរួតហើយក៏ជឿជាក់លើខ្លួនឯងថានឹងធ្វើបានល្អព្រោះរយៈកាលកន្លងមកនេះខ្លួនជោគជ័យច្រើននៅក្នុងវិស័យកីឡាប្រដាល់គុណខ្មែរនិងសូមឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រនិងលើកទឹកចិត្តដល់កីឡាករប្រដាល់គុណខ្មែរយើងឲ្យបានផលផុសការវឹកហាត់គឺជាប់លាប់បងទៀងទាត់ល្អបាទមួយរយៈចុងក្រោយនេះគឺជោគជ័យបានច្រើនបងសម្រាប់ខ្ញុំអត់ទៅក្រុមច្រើនខ្ញុំ50-50តែខ្ញុំដឹងថាឡើងប្រកួតអត់ពីសុខភាពបងខ្ញុំសង្កេតមើលគឺកីឡាករថៃវាច្រើនគាត់មកល្អទាត់ហើយល្អចាប់ឲ្យជង្គង់តែសម្រាប់ខ្ញុំអត់ធ្វើបារម្ភទេបងព្រោះយើងមានអាវុធសម្រាប់រៀងខ្លួនចឹងបងព្រោះសម្រាប់ខ្ញុំវាយជាមួយថៃមានតែធំជាងគេគឺចូលវាយដៃនិងវាយកែងបងបាទចុងក្រោយខ្ញុំសូមផ្ដាំពុកម៉ែបងប្អូនទាំងអស់តាមគេហដ្ឋានក្តីតាមឋានីតក្តីខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពហើយខ្ញុំនឹងយកជ័យជំនះជូនពុកម៉ែបងប្អូនតទៅបានចំពោះគូមិត្តភាពអន្តរជាតិមួយគូទៀតនៅក្នុងប្រភេទទម្ងន់63.5គីឡូក្រាមកីឡាកររិនសារ៉តមកពីក្លឹបប្រដាល់មហិន្ទ្រគុណខ្មែរប៉ះគ្នាជាមួយនឹងកីឡាករកងឡាំផុងអ្នកឆ្លងដែនមកពីប្រទេសថៃដល់ឡែកគូមិត្តភាពបន្តវេន3គូផ្សេងទៀតកីឡាកររិគីសាទីម៉ូមកពីក្លឹបប្រដាល់ខ្លារខិនមានរិទ្ធប៉ះគ្នាជាមួយនឹងកីឡាករភៀនដាវ៉ាន់មកពីក្លឹបប្រដាល់វិបុលដរិទ្ធខណ្ឌពោធិ៍សែនជ័យកីឡាករប្រុសសំណាងមកពីក្លឹបប្រដាល់តាឡៃដំរីមានរិទ្ធប៉ះគ្នាជាមួយនឹងកីឡាកររឿនប៊ុនតុងមកពីក្លឹបប្រដាល់រឿនសុភ័ណ្ឌគុណខ្មែរកីឡាករធុនចន្ទធីមកពីសមាគមកីឡាប្រដាល់កងយុទ្ធពលខេមរៈភូមិន្ទប៉ះគ្នាជាមួយនឹងកីឡាករជ័យយន្តច័ន្ទវរាជមកពីក្លឹបប្រដាល់មហិន្ទ្រគុណខ្មែរសូមបញ្ជាក់ថាព្រឹត្តិការណ៍នៃការប្រកួតប្រដាល់ Gainsbourg គុណខ្មែរ Super Strike មានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN Page Facebook PNN Sport ចាប់ពីវេលាម៉ោង 1 រសៀលតទៅទស្សនិកជនក៏អាចទស្សនាដោយផ្ទាល់បានផងដែរ